គ្រាន់តែបើកក្បាលមកគឺដល់កពតហ្មងអ្នកទាំងអស់គ្នាអត់វែងឆ្ងាយទេដំណើរកំសាន្តវល់ល្ងាចអញ្ចឹងយើងកាត់ទៅដល់ហើយនេះគ្រាន់តែមកដល់ភ្លាមគឺមករកកាហ្វេហើយអ្នកទាំងអស់គ្នាហើយទីតាំងនេះអ្នកទាំងអស់គ្នាក៏ឃើញដឹងហើយគឺកន្លែងតែពេញនិយមដែរបងប្អូនប្រជាជនយើងជួយចាត់ទៅថតមើល background អីគឺស្អាតខ្លាំងអ្នកទាំងអស់គ្នាចឹងយើងចឹងបន្ទាប់ពីយើងរកកាហ្វេអីហើយគឺដល់ម៉ោងបាយហើយអ្នកទាំងអស់គ្នាគឺមកនេះមកញ៉ាំបាយណាញ៉ាំបាយនៅផ្ទះអត់ឆ្ងាញ់ទេតតែមកដល់កពតបានឆ្ងាញ់អ្នកទាំងអស់គ្នាហើយសារនេះរៀង special ព្រោះយាយតាខ្ញុំមកដែរហើយគាត់ចង់មកកពតគាត់ខានមកកពតជូរចឹងណាហើយមកច្រើនគ្នាមែនតែនសារនេះរៀង 3-4 គ្រួសារដែរលក្ខណៈបងប្អូនហើយគឺគេងតែម្ដងហើយគេយកពីដល់ម៉ោងថតហើយគឺថតទៅ full camera បងនេះក្រុមនេះបន្ទាប់ពីថតរូបហើយឲ្យក្មេងៗលេងទឹកតិចតួចហើយយើងក៏ជិះរកកន្លែងញ៉ាំទៀតគឺនំបញ្ចុកទឹកម្រេចអ្នកទាំងអស់គ្នាកន្លែងដែលល្បីប្រចាំខេត្តកពតយើងនិយាយទៅនៅកពតក៏ដែលល្បីខ្លាំងគឺនំបញ្ចុកទឹកម្រេចហ្នឹងហើយអ្នកទាំងអស់គ្នានិយាយទៅប្លុកនេះគឺដើរញ៉ាំសុទ្ធបងព្រោះមួយថ្ងៃពេញគឺជិះរកតែកន្លែងញ៉ាំអស់ពីហ្នឹងហើយគឺមកផ្ទះហើយចប់ហើយបាយបាយ